នឹងមកបរិញ្ញាគ្នាយើងពីរបៀបបាក់ឌីចិនហ្វេតនេះអត់តិចប៉ុន្តែបើគ្នាយើងចង់បើកសាយថ្ងៃ8នឹងទៅតាមយើងអាច take ព័ត៌មាននេះត្មងអាចដាក់នៅក្នុង website ខ្ញុំបាននេះគឺជាកញ្ចប់ណែនាំគឺថាទូថ្លៃសាហាវហ្មងហើយសម្រាប់ link website C Store របស់ខ្ញុំនៅក្រោម profile page គ្នាយើងអាចចូលទៅចុចនៅក្រោមបាននិយាយទៅគឺទូថ្លៃគ្រប់កញ្ចប់ហ្មងហើយដាក់ភ្លាមបានភ្លាមទៀតឥឡូវមកដល់របៀបបាក់យើងវិញនៅពេលដែលថ្ងៃទី8ហ្នឹងគេឲ្យគ្នាយើងដាក់100ពេជ្រជារៀងរាល់ថ្ងៃដើម្បីទទួលបាននៅអា ticket fan ហ្នឹងមួយថ្ងៃហើយวันតែដាក់មួយថ្ងៃ100ពេជ្រហ្នឹងមានចាប់ពីថ្ងៃ8រហូតដល់ថ្ងៃទី16ហើយមួយទៀតខ្ញុំ recommend ឲ្យគ្នាមកបាក់កន្លែងគេបញ្ចុះតម្លៃ 50% មួយថ្ងៃម្ដងនេះទៅគ្នាយើងត្រូវតែមកបាក់កន្លែងហ្នឹងឲ្យបានជារៀងរាល់ថ្ងៃចាប់ពីថ្ងៃ event ចេញរហូតដល់ថ្ងៃចប់ event សម្រាប់ ticket គេគឺមានចំនួន2លើកមួយលើកគ្នាយើងបាន17 ticket ហើយ ticket លើកទី1នៅថ្ងៃទី13 ticket លើកទី2ថ្ងៃទី20ហើយ ticket ម្ដងគ្នាយើងដាក់តា565ពេជ្រឬក៏ weekly pass 5ទៅគឺបាន full ticket គេហើយសម្រាប់ ticket លើកទី1គ្នាយើងអាចប្រើជាមួយពេជ្រលឿងបានណាយកមកប្រើនៅក្នុង event ហ្នឹងហ្មងហើយសម្រាប់ពេជ្រលឿងដែលគេឲ្យយើងបន្ថែមទៀតហ្នឹងគឺ800ដូចគ្នាយើងគ្រាន់តែធ្វើការដាក់ធ្វើឲ្យបាន1000ពេជ្រទៅគឺគ្នាយើងបាន800ពេជ្រលឿងទៀតហើយប៉ុន្តែបើថាគ្នាយើងណាដែលថាចង់បានត្រឹម skin lucky box ឬក៏ skin sparkle skin stand អីអាចត្រឹមថា ticket 2ដងហ្នឹងគឺបាន skin មួយហើយបើថាគ្នាយើងចង់បានដល់ skin legend អាចថាត្រឹម ticket ត្រឹមអារបៀបបាក់មួយថ្ងៃម្ដងហ្នឹងហើយគ្នាយើងត្រូវចំណាយដល់ទៅ1000ពេជ្រជាងអីទៀតទៅបាន skin legend ហ្នឹងហើយវីដេអូហ្នឹងគឺថាមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាគ្នាយើងនឹងយល់ហើយកុំភ្លេចជួយដាក់ពេជ្រនៅក្នុង website ខ្ញុំផងអរគុណច្រើនបាយបាយ